ថ្ងៃនេះយើងមករៀនពីពាក្យភាសាចិនចំនួន16ពាក្យដែលបង្ហាញពីអារម្មណ៍ក៏ដូចជាឃ្លាខ្លីៗនិងការសន្ទនាដែលនិយាយបង្ហាញពីអារម្មណ៍ទាំងនោះយើងបែងចែកចេញជា4ក្រុមគឺក្រុមទី1បង្ហាញពីអារម្មណ៍វិជ្ជមានក្រុមទី2បង្ហាញពីអារម្មណ៍អវិជ្ជមានហើយក្រុមទី3អារម្មណ៍បែបតានតឹងរីឯក្រុមទី4គឺអារម្មណ៍បែបច្របូកច្របល់អ្នកទាំងអស់គ្នាកុំភ្លេចទស្សនាវីដេអូនេះឲ្យដល់ចប់ដើម្បីបានរៀនពីពាក្យនិងការសន្ទនាបង្ហាញពីអារម្មណ៍ទាំង4ក្រុមនេះនិងជួយ like ហើយ subscribe ម្នាក់មួយបើសិនជាចូលចិត្តវីដេអូនេះអរគុណច្រើនម៉ានអ៊ីម៉ានអ៊ីម៉ានអ៊ីបកប្រែថាពេញចិត្តម៉អានម៉ានម៉ានសំឡេងទី3អ៊ី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 សំឡេងទី4ម៉ានអ៊ីបកប្រែថាពេញចិត្តឧទាហរណ៍ជាប្រយោគខ្លីៗ我非常满意我非常满意我非常满意បកប្រែថាខ្ញុំពេញចិត្តខ្លាំងណាស់ឧទាហរណ៍ជាការសន្ទនាខ្លីៗជាក់ស្ដែងនៅក្នុងភោជនីយដ្ឋានមួយអ្នករត់តុបានសួរទៅកាន់អតិថិជនថា我们的服务怎么样តើសេវាកម្មរបស់យើងយ៉ាងម៉េចដែរបើសិនជាយើងពេញចិត្តយើងអាចឆ្លើយតបទៅគាត់វិញថា我非常满意我非常满意我非常满意បកប្រែថាខ្ញុំពេញចិត្តខ្លាំងណាស់感动感动感动បកប្រែថារំជួលចិត្តកអានកានសំឡេងទី3តអងតុងសំឡេងទី4កានតុងបកប្រែថារំជួលចិត្តឧទាហរណ៍ជាប្រយោគខ្លីៗ我感动到哭了我感动到哭了我感动到哭了បកប្រែថាខ្ញុំរំជួលចិត្តរហូតដល់យំហើយឧទាហរណ៍ជាសារភាពជាក់ស្ដែងក្នុងការសន្ទនាមិត្តភក្តិ2នាក់បានទស្សនារឿងភាពយន្តកំសត់មួយហើយក្នុងនោះម្នាក់បាននិយាយថាតើភាពយន្តនេះយ៉ាងម៉េចដែរ这部电影怎么样ហើយម្នាក់ទៀតក៏បានឆ្លើយតបទៅវិញថា我感动到哭了我感动到哭了我感动到哭了បកប្រែថាខ្ញុំរំជួលចិត្តខ្លាំងរហូតដល់យំហើយ高兴高兴高兴បកប្រែថាសប្បាយចិត្តកអោកោកោសំឡេងទី1ស៊ីអ៊ីងស៊ីងស៊ីងសំឡេងទី4កោស៊ីងបកប្រែថាសប្បាយចិត្តឧទាហរណ៍ជាប្រយោគខ្លីៗ我超级高兴我超级高兴我超级高兴បកប្រែថាខ្ញុំសប្បាយចិត្តខ្លាំងណាស់ឧទាហរណ៍ជាការសន្ទនាខ្លីៗនៅក្នុងស្ថានភាពជាក់ស្ដែងមិត្តភក្តិម្នាក់ក្នុងចំណោម2នាក់បាននិយាយថា我们俩都考得非常好បកប្រែថាយើងទាំងពីរសុទ្ធតែធ្វើបានល្អនៅក្នុងការប្រឡងដូច្នេះហើយម្នាក់ទៀតបានឆ្លើយតបពីអារម្មណ៍របស់គេទៅវិញថា我超级高兴我超级高兴我超级高兴បកប្រែថាខ្ញុំសប្បាយចិត្តខ្លាំងណាស់兴奋兴奋兴奋បកប្រែថារំភើបស៊ីអ៊ីងស៊ីងសំឡេងទី1 foen fen fen សំឡេងទី4 sing fen បកប្រែថារំភើបឧទាហរណ៍ជាប្រយោគខ្លីៗ我好兴奋啊我好兴奋啊我好兴奋啊បកប្រែថាខ្ញុំរំភើបខ្លាំងណាស់នៅក្នុងដំណើរកម្សាន្តមួយដែលអ្នកនិងមិត្តភក្តិរបស់អ្នកបានទន្ទឹងរង់ចាំជាយូរហើយគាត់ក៏បានពោលថា我们快到达了我们快到达了បកប្រែថាពួកយើងជិតទៅដល់ហើយដូច្នេះហើយយើងអាចឆ្លើយតបដោយអារម្មណ៍រំភើបថា我好兴奋啊我好兴奋啊我好兴奋啊ខ្ញុំរំភើបខ្លាំងណាស់失望失望失望បកប្រែថាអស់សង្ឃឹម失意失សំឡេងទី1អ៊ូអាងវ៉ាងវ៉ាង
សំឡេងទី4失望បកប្រែថាអស់សង្ឃឹមឧទាហរណ៍ជាប្រយោគខ្លីៗ我对你很失望我对你很失望我对你很失望បកប្រែថាខ្ញុំពិតជាខកចិត្តឬក៏អស់សង្ឃឹមនឹងអ្នកខ្លាំងណាស់ឧទាហរណ៍ជាស្ថានភាពជាក់ស្ដែងលោកថៅកែគាត់បានខកចិត្តនឹងបុគ្គលិករបស់គាត់ទើបគាត់និយាយថា我对你很失望我对你很失望我对你很失望ខ្ញុំអស់សង្ឃឹមនឹងអ្នកណាស់ហើយបុគ្គលិករបស់គាត់ក៏បានតបទៅវិញដោយការសុំទោសថា对不起老板ខ្ញុំសុំទោសផងលោកថៅកែ生气生气生气បកប្រែថាខឹង失恩生សំឡេងទី1气气气សំឡេងទី4生气បកប្រែថាខឹងឧទាហរណ៍ជាប្រយោគខ្លីៗ你还生气吗你还生气吗你还生气吗តើអ្នកនៅខឹងទៀតអត់ឧទាហរណ៍ជាការសន្ទនាខ្លីៗជាក់ស្ដែងនៅពេលដែលយើងចង់ដឹងថាម្ខាងទៀតគេនៅតែខឹងយើងឬក៏អត់យើងអាចសួរទៅគេថា你还生气吗你还生气吗你还生气吗បកប្រែថាអ្នកនៅខឹងទៀតអត់រីឯម្ខាងទៀតនៅពេលដែលគាត់នៅខឹងហើយបន្ទាប់មកគាត់មិនចង់ឆ្លើយតបជាមួយយើងគាត់ក៏សួរបកទៅវិញថា你说呢你说呢បកប្រែថាអ្នកថាទៅមើលថាខ្ញុំនៅខឹងទៀតអត់难过难过难过បកប្រែថាពិបាកចិត្តនអានណានណានសំឡេងទី2កអ៊ូអកកសំឡេងទី4ណានកបកប្រែថាពិបាកចិត្តឧទាហរណ៍ជាប្រយោគខ្លីៗ我非常难过我非常难过我非常难过បកប្រែថាខ្ញុំពិបាកចិត្តខ្លាំងណាស់ឧទាហរណ៍ជាការសន្ទនាខ្លីៗជាក់ស្ដែងមិត្តភក្តិម្នាក់បានសួរសុខទុក្ខទៅកាន់មិត្តភក្តិម្នាក់ទៀតថាជួយជីនចាំមើលថ្មីនេះសុខទុក្ខយ៉ាងណាដែរមិត្តភក្តិម្នាក់ទៀតក៏បានឆ្លើយតបដោយទឹកមុខក្រៀមក្រំថា我非常难过我非常难过我非常难过ខ្ញុំពិបាកចិត្តខ្លាំងណាស់ហ្វានបកប្រែថាមានអារម្មណ៍រំខានហ្វានសំឡេងទី2ហ្វានបកប្រែថាមានអារម្មណ៍រំខានឧទាហរណ៍ជាឃ្លាខ្លីៗហ្វាន死了បកប្រែថាគួរឲ្យរំខានខ្លាំងណាស់ឧទាហរណ៍ជាស្ថានភាពជាក់ស្ដែងនៅពេលដែលបងប្រុសកំពុងតែផ្ចង់អារម្មណ៍គូររូបប្អូនគាត់មកច្រៀងលោឡាននៅក្បែរនោះហើយសួរគាត់ថា我唱歌好听吗我唱歌好听吗ខ្ញុំច្រៀងពីរោះអត់ដោយសារតែវាជាការរំខានដល់ការផ្ចង់អារម្មណ៍របស់គាត់ដូច្នេះហើយគាត់អាចឆ្លើយតបទៅវិញថា烦死了បកប្រែបានថារំខានខ្លាំងណាស់着急បកប្រែថាអារម្មណ៍ប្រញាប់ប្រញាល់知អោចោសំឡេងទី1ជីសំឡេងទី2ចោជីបកប្រែថាអារម្មណ៍ប្រញាប់ប្រញាល់ឧទាហរណ៍ជាឃ្លាខ្លីៗ别着急慢慢来别着急慢慢来别着急慢慢来បកប្រែថាកុំប្រញាប់តាមសម្រួលមួយឧទាហរណ៍ជាស្ថានភាពជាក់ស្ដែងនៅក្នុងការសន្ទនាមានកូនសិស្សម្នាក់គាត់បង្ហាញពីអារម្មណ៍ស្មុគស្មាញដោយសារគាត់រៀនមិនចេះ我读不懂ខ្ញុំរៀនមិនចេះទេហើយអ្នកគ្រូគាត់ក៏បានមកលួងលោមដើម្បីឲ្យគាត់ស្ងប់អារម្មណ៍ហើយបន្តខំរៀនទៅមុខទៀតដោយនិយាយថា别着急慢慢来别着急慢慢来别着急慢慢来កុំបង្ខំអីកុំប្រញាប់អីតាមសម្រួលមួយ紧張បកប្រែថាភ័យព្រួយ
គឺជាអារម្មណ៍មួយដែលកើតឡើងនៅក្នុងរយៈពេលខ្លីនៅក្នុងស្ថានភាពណាមួយជីអ៊ីនជីនជីនសំឡេងទី3ជឺអាងចាងចាងសំឡេងទី1ជីនចាងបកប្រែថាភ័យព្រួយឧទាហរណ៍ជាប្រយោគខ្លីៗ我好紧张我好紧张我好紧张បកប្រែថាខ្ញុំភ័យខ្លាំងណាស់ឧទាហរណ៍ជាការសន្ទនាខ្លីៗជាក់ស្ដែងសិស្សប្អូនបានបង្ហាញពីអារម្មណ៍ព្រួយភ័យរបស់ខ្លួនទៅកាន់សិស្សច្បងថា我好紧张我好紧张我好紧张បកប្រែថាខ្ញុំភ័យខ្លាំងណាស់ហើយសិស្សច្បងបានលួងលោមទៅវិញថា先冷静下来先冷静下来បកប្រែថាស្ងប់អារម្មណ៍សិន焦虑焦虑焦虑បកប្រែថាការថប់អារម្មណ៍គឺជាស្ថានភាពផ្លូវចិត្តមួយដែលកាត់ឡើងរយៈពេលវែងវាមានអាការៈដូចជីនចាងដែរគ្រាន់តែវារយៈពេលវែងហើយវាគឺជាស្ថានភាពផ្លូវចិត្តដែលត្រូវការការព្យាបាលការថែទាំរីឯជីនចាងគឺជាអាការៈមួយដែលកាត់ឡើងក្នុងរយៈពេលខ្លីជីអ៊ីអាវជាវជាវសំឡេងទី1លអ៊ូលឺលឺសំឡេងទី4ជាវលឺបកប្រែថាការថប់អារម្មណ៍ឧទាហរណ៍ជាប្រយោគខ្លីៗ我焦虑症又发作了我焦虑症又发作了我焦虑症又发作了បកប្រែថាជំងឺថប់អារម្មណ៍របស់ខ្ញុំរើឡើងទៀតហើយ发作មានន័យថារើឡើង焦虑症មានន័យថាជំងឺថប់អារម្មណ៍ឧទាហរណ៍ជាស្ថានភាពខ្លីៗជាក់ស្ដែងនៅពេលដែលអ្នកម្ដាយគាត់បានឃើញពីស្ថានភាពមិនស្រួលរបស់កូនគាត់ក៏បាននិយាយថា我好担心你我好担心你បកប្រែថាខ្ញុំបារម្ភពីឯងណាស់ហើយកូនគាត់ក៏បានឆ្លើយតបពីអាការៈគាត់ទៅកាន់ម៉ាក់គាត់វិញថា我的焦虑症又发作了我的焦虑症又发作了我的焦虑症又发作了បកប្រែថាជំងឺថប់អារម្មណ៍របស់ខ្ញុំរើឡើងទៀតហើយពុអានពុអានពុអានបកប្រែថាមិនស្ងប់ចិត្តពអ៊ូពូពុសំឡេងទី4អានអានអានសំឡេងទី1ពុអានបកប្រែថាមិនស្ងប់ចិត្តមិនស្ងប់អារម្មណ៍នៅមិនសុខឧទាហរណ៍ជាប្រយោគខ្លីៗ我坐立不安我坐立不安我坐立不安បកប្រែថាខ្ញុំមិនស្ងប់ចិត្តទេខ្ញុំដេកដើរឈរអង្គុយមិនស្ងប់ចិត្តទេឧទាហរណ៍ជាការសន្ទនាខ្លីៗជាក់ស្ដែងនៅពេលដែលមិត្តរួមបន្ទប់របស់អ្នកឃើញអ្នកអង្គុយមិនស្ងប់ចិត្តមិនស្ងប់គេក៏បានសួរមកកាន់អ្នកថានេះ怎么了តើអ្នកយ៉ាងម៉េចហើយអ្នកក៏អាចឆ្លើយតបទៅគាត់វិញថា我坐立不安我坐立不安我坐立不安បកប្រែថាខ្ញុំមិនស្ងប់ចិត្តសោះ无聊无聊无聊បកប្រែថាធុញទ្រាន់អ៊ូ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 សំឡេងទី2លអ៊ីអោលាវแล้ว无聊无聊បកប្រែថាធុញទ្រាន់ឧទាហរណ៍ជាឃ្លាខ្លីៗ太无聊了太无聊了太无聊了បកប្រែថាគួរឲ្យធុញទ្រាន់ខ្លាំងណាស់នៅក្នុងថ្នាក់រៀនមិត្តភ័ក្តិ2នាក់បានជជែកគ្នាថា我好想睡觉មានន័យថាខ្ញុំចង់ដេកខ្លាំងណាស់ហើយម្នាក់ទៀតបានឆ្លើយតបទៅវិញថា太无聊了太无聊了太无聊了បកប្រែបានថាគួរឲ្យធុញខ្លាំងណាស់ដោយសារតែមុខវិជ្ជានេះគឺជាមុខវិជ្ជាដែលពួកគេមិនសូវពេញចិត្តកានកាបកប្រែថាអារម្មណ៍ឆ្គាំឆ្កងគឺជាអារម្មណ៍មួយដែលយើងអត់ដឹងថាត្រូវធ្វើម៉េចអត់ដឹងថាត្រូវធ្វើខ្លួនបែបណាមានអារម្មណ៍ឆ្កងអៀនខ្មាស់បូករួមចូលគ្នានឹងគឺជាអារម្មណ៍មួយដែលយើងអានថាកានកើអានកានសំឡេងទី1កើអាកាសំឡេងទី4កានបកប្រែថាអារម្មណ៍ឆ្គាំឆ្កងឧទាហរណ៍ជាប្រយោគខ្លីៗ我感觉很尴尬
我感觉很尴尬我感觉很尴尬បកប្រែថាខ្ញុំមានអារម្មណ៍ឆ្កងឆ្កងខ្លាំងណាស់ឧទាហរណ៍ជាការសន្ទនាខ្លីៗជាក់ស្ដែងគាត់បានសួរទៅកាន់មិត្តភក្តិគាត់ថា你跟他道歉了吗ឯងបានសុំទោសគេនៅមុននឹងធ្វើខុសដាក់គេហ៎ហើយមិត្តភក្តិគាត់ក៏បានឆ្លើយតបដោយអេះអុញមកវិញថា我觉得很尴尬我觉得很尴尬我觉得很尴尬បកប្រែថាខ្ញុំមានអារម្មណ៍ដូចឆ្កងមិនទេពិបាកហាមាត់សុំទោសគេណា无语无语无语បកប្រែថាគ្មានពាក្យនឹងថ្លែងអ៊ូ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 សំឡេងទី2អ៊ីអ៊ូ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 សំឡេងទី3អ៊ូអ៊ូបកប្រែថាគ្មានពាក្យនឹងថ្លែងឧទាហរណ៍ជាឃ្លាខ្លីៗ真的很无语真的很无语真的很无语បកប្រែថាពិតជាគ្មានពាក្យនឹងថ្លែងឧទាហរណ៍ជាការសន្ទនាខ្លីៗជាក់ស្ដែងនៅពេលដែលមិត្តភក្តិម្នាក់បានឃើញពីទឹកមុខហួសចិត្តរបស់មិត្តភក្តិម្នាក់ទៀតគេក៏សួរទៅកាន់គាត់ថា怎么了យ៉ាងម៉េចហើយគាត់ក៏ឆ្លើយតបមកវិញថា真的很无语真的很无语真的很无语ពិតជាគ្មានពាក្យអីនឹងថ្លែងទេដោយសារតែគាត់ទាំងពីរអាចនឹងជួបរឿងអ្វីមួយដែលហួសចិត្តមិនដឹងនិយាយថាម៉េចហូហួយហូហួយហូហួយបកប្រែថាស្ដាយក្រោយអ៊ូអូហអូហូហូសំឡេងទី4អ៊ូអ៊ីអ៊ុយហអ៊ុយហួយហួយសំឡេងទី3ហូហួយបកប្រែថាស្ដាយក្រោយឧទាហរណ៍ជាឃ្លាខ្លីៗ别后悔别后悔别后悔បកប្រែថាកុំស្ដាយក្រោយអីឬក៏កុំស្ដាយក្រោយឲ្យសោះឧទាហរណ៍ជាការសន្ទនាខ្លីៗក្នុងស្ថានភាពជាក់ស្ដែងមួយដែលមិត្តភក្តិម្នាក់គាត់ដឹងខុសហើយគាត់មកសុំការលើកលែងទោសវិញដោយនិយាយថា我知错了我知错了ខ្ញុំដឹងខុសហើយប៉ុន្តែម្នាក់ទៀតមិនព្រមលើកលែងឲ្យគាត់ហើយឆ្លើយតបទៅវិញថា别后悔别后悔别后悔កុំស្ដាយក្រោយអីបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូនេះកុំភ្លេចជួយ like និង subscribe admin ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗទាក់ទងនឹងការរៀនភាសាចិនបន្តទៀតអរគុណច្រើនបាយបាយ